មានគេនិយាយថាការសងសឹកដ៏ល្អមួយគឺការរស់នៅជីវិតខ្លួនឯងឲ្យល្អបំផុតតាមដែលអាចធ្វើបានតែសម្រាប់ខ្ញុំវិញគឺខ្ញុំអត់ចង់សងសឹកជាមួយនឹងណាគេទេគឺគ្រាន់តែចង់រស់នៅជីវិតខ្លួនឯងឲ្យល្អបំផុតតាមដែលអាចធ្វើបានស្លៀកពាក់ឲ្យសមរម្យតាមដែលសមត្ថភាពខ្លួនឯងធ្វើបានមានចំណូលឲ្យល្អបំផុតតាមដែលអាចធ្វើបានខ្ញុំរស់រាល់ថ្ងៃនេះគឺអត់មានសម្ពាធអត់មានធ្ងន់ខ្លួនអីទេគឺស្រាលខ្លួនមែនតើព្រោះខ្ញុំអត់ដែលអឺចង់សងសឹកគុំគួនជាមួយនឹងណាគេទេខ្ញុំអត់ដែលចង់បង្ហាញចង់ឲ្យគេដឹងពីភាពអស្ចារ្យពីភាពខ្លាំងរបស់ខ្លួនខ្ញុំទេហើយខ្ញុំក៏អត់ដែលលាក់បាំងភាពខ្សោយដែលមាននៅក្នុងខ្លួនខ្ញុំដូចគ្នាដែរខ្ញុំរស់នៅទៅតាមអ្វីដែលធម្មជាតិរបស់ខ្ញុំមិនលាក់បាំងពីភាពកំសោយរបស់ខ្លួនឯងហើយក៏មិនព្យាយាមបង្ហាញពីភាពខ្លាំងឲ្យគេឯងដឹងដែរ